Lan cha con ấy dương đo tiền phía đo tiền cảnh chọn mùi chôm nước tự đo tiền ọt bạn ao đôi tật năm xin hỏi bật sọt bạn nếu trong cua tật năm đại bên con lập hiệp chẳng sự nhát đầm lái cứ bị lái trên đầm bì rồi bạn sân tài mùi con đầm bì bạn chụp cua tật năm với chụp cua lùi bạn sau đây bông bông nọc nế bông bông cho là thà hai đại ban phụ nhầm đọc đường tràn này bạn nếu chụp cua lan cha con ấy cứ dương với ca đọc đường tại sao tại hàng không có bật scott hàng ra có bật scott nhưng đọc đường tránh đầm bầy bộ scott cha thì muốiទី2យើងដកគ្រឿងចេញដើម្បីបាញ់ថ្នាំចូលកន្លុកកលៀតបានស្អាតបាទឡានចក្រនេះយើងដកទាំងទ្វារដកទាំងកញ្ចក់បាទកញ្ចក់មួយជុំហ្នឹងគឺដកទាំងអស់បាទដើម្បីធ្វើបាញ់ថ្នាំចូលកន្លុកកលៀតបានស្អាតបាទហើយចំពោះឡានចក្រមួយគ្រឿងនេះគឺយើងធ្វើសម្រាប់បិទស្កុតបាទសម្រាប់ការប្រើប្រាស់ថ្នាំនៅពេលដែលយើងបាញ់រួចគឺទឹកថ្នាំគឺដូចជាទឹកថ្នាំផ្សេងទាំងបាទចំពោះឡានចក្រនេះហើយចំពោះការបាញ់ថ្នាំនៅរថសោតូហ្វៀមគឺមាន3បែបបាទអញ្ចឹងចំពោះការដឺមីចំពោះការបកថ្នាំចាស់ចេញមួយទៀតគឺបាញ់ឲ្យដូចទឹកថ្នាំស៊ីនហើយបិទស្កុតបានបាទចំពោះការធ្វើគឺមាន3ហើយតម្លៃក៏មាន3ប្រភេទទៅតាមនឹងដែរបាទអញ្ចឹងចំពោះទឹកថ្នាំដែលមានគុណភាពអញ្ចឹងសម្រាប់តម្លៃគឺវាថ្លៃជាងដឺមីហើយបាទថ្លៃជាងដឺមីថ្លៃជាងទឹកថ្នាំធម្មតាហើយបាទដោយសារតែការប្រើប្រាស់ថ្នាំរបស់យើងគឺខុសគ្នាបាទនិយាយទៅគឺសឹងតែ1គុណនឹង2បាទចំពោះទឹកថ្នាំហើយចំពោះលុយបាទnhưngចំពោះឡានចាកននេះខ្ញុំគ្រាន់តែធ្វើការបង្ហាញបងប្អូនទេដោយសារតែវីដេអូចាស់ៗរបស់យើងក៏មានធ្វើដែរបាទចំពោះឡានដែលបាញ់ឲ្យបិទស្កុតបកមិនឲ្យលបកហើយទឹកថ្នាំដូចជាទឹកថ្នាំទៀតបាទអញ្ចឹងខ្ញុំនឹងធ្វើវីដេអូចំពោះឡានចាកនេះបាទខ្ញុំនឹងធ្វើវីដេអូនេះដើម្បីឲ្យបងប្អូនបានមើលនៅពេលដែលយើងបាញ់ថ្នាំហើយបិទស្កុតបាទជាមួយនឹងទឹកថ្នាំជាមួយនឹងកន្លុកកលៀតគឺខ្ញុំនឹងធ្វើឲ្យបងប្អូនបានមើលចំពោះឡានចាកនេះបាទអញ្ចឹងខ្ញុំតែងតែព្យាយាមថតតែងតែព្យាយាមបញ្យល់បងប្អូនពីចំណុចមួយឲ្យបងប្អូនស្រួលមើលហើយស្រួលយល់បាទអញ្ចឹងបងប្អូនមិនចាំបាច់ឆ្ងល់ទេថាហេតុអីបាញ់ពីគេតម្លៃនេះបាញ់ខាងនោះតម្លៃនោះបាទចំពោះការប្រើប្រាស់ថ្នាំបើសិនជាបងប្អូនមិនចេះទេបាទគេនិយាយបែបណាក៏បានដែរក៏ប៉ុន្តែចំពោះខ្ញុំគឺខ្ញុំតែងតែបញ្យល់បាទបញ្យល់ពីការប្រើប្រាស់ថ្នាំបញ្យល់ពីការធ្វើបាទក៏ប៉ុន្តែបច្ចេកទេសគឺខ្ញុំអត់អាចប្រាប់បានទេបាទដោយសារតែពួកខ្ញុំក៏ត្រូវការលាក់ដែរបាទអញ្ចឹងណាបាទអញ្ចឹងអត់អីទេមានតែប៉ុណ្្នឹងទេបងប្អូនបាទដោយសារតែឡានចាកននេះយើងទើបតែចាប់ផ្ដើមនឹងដកគ្រឿងរៀបចំចាប់ផ្ដើមធ្វើទេបាទអញ្ចឹងវីដេអូបន្តបងប្អូនចាំតាមដានទាំងអស់គ្នាចំពោះការបាញ់ថ្នាំហើយបិទស្កុតតេស្តឲ្យបងប្អូនមើលទៀតបាទអាហ្នឹងគឺយើងតេស្តបែបនេះបាញ់ភ្លាម2ថ្ងៃ3ថ្ងៃបិទស្កុតហើយបកបាទដើម្បីជាទំនុកចិត្តជូនបងប្អូនអរគុណ